បាទជំរាបសួរពងម៉ែបងប្អូនអរគ្នាបាទម៉ូតូសង្ឃសេរីចាស់ពណ៌ក្រហមនេះគឺមានបញ្ហាគឺអត់មានភ្លើងហ្វាបាទអត់មានភ្លើងហ្វាអញ្ចឹងយើងបានឆែកមើលខាងជំនាញខាងប្លង់ខាងដុំភ្លើហ្នឹងគឺឃើញថាឆេះដុំហ្វាមកក្របបាទដុំបច្ចេកយើងអីទេឆេះតែដុំហ្វាទេឥឡូវយើងចាប់ផ្ដើមដោះក្របប្លង់ក្របអីចេញរួចរាល់កៅប្លង់ចេញហើយចាប់ផ្ដើមកោះយកចានភ្លើងមកដូរហ្វឺតចានភ្លើងបាទចានភ្លើងក៏គឺខូចហ្វឺតជ្រាបភ្លេងបាទជើងចាប់ផ្ដើមធ្វើការកោះចេញចឹងមកបាទគឺយកទៅកាប់តូមតិចយើងចាប់ចឹងមកយកអាដេចកោះកង់យើងនឹងមកយកកោះចេញមកបាទគឺវាស្រួលបាទហើយដុំភ្លើងយើងគឺដាក់ដូរទៅវិញគឺដាក់ដុំភ្លើងល្អបាទនេះយើងចាប់ដើមដាក់បញ្ចូលទៅវិញហើយចាប់ដើមបញ្ចូលហ្វឺតបាទចានភ្លើងហើយចូលរួចរាល់ហើយក៏យើងដាក់រីងដាក់អីរួចរាល់ហើយយើងចាប់ដើមដាក់លាបប្រេងតិចបាទដើម្បីឲ្យល្អកន្លែងរីងចានភ្លើងយើងចាប់ផ្ដើមដាក់បញ្ចូលទៅវិញបាទអត់មានយូរយឺតយ៉ាវអីទេព្រោះម៉ូតូនេះគាត់តាន់ផងហើយម៉ូតូនេះគឺធ្វើច្រើនដែរបងប្អូនបាទគឺធ្វើភ្លើងបាទភ្លើងហ្វាហើយនឹងថែមភ្លើងគុជប្រក្របទៀតបាទប៉ុន្តែគឺគាត់មិនតឲ្យដាក់គុយទេបាទគាត់ចាំមើលតិចទៀតសិនបាទបានគាត់ដាក់គុយហើយភ្លើងគុជនេះបើយើងអត់ប្រើភ្លើងអាគុយទេគឺអត់ភ្លឺខ្លាំងទេប្រើភ្លើងព្រួយប្រភេទភ្លើងគុជនេះបើយើងយកភ្លើងចេញពីប្លង់មកប្រើគឺមិនសូវភ្លឺទេបាទតើយើងយកភ្លើងចេញ direct ចេញពីអាគុយមកអាហ្នឹងបានវាភ្លើងនឹងពីហ្នឹងហើយក៏ភ្លឺដែរបន្ទាប់មកក៏ចាប់ផ្ដើមមូប្លង់មួយចូលទៅវិញក៏យើងចាប់ផ្ដើមមើលខ្សែភ្លើងមើលអីស្រូបបួមើលរងមើលអីបាទហើយរងយើងក៏ចាប់ផ្ដើមដាក់បាត់ចូលទៅវិញរួចហើយបាទចាប់ផ្ដើមមូខ្សែចូលទៅវិញហើយកន្លែងនេះគឺរៀងញាប់តិចបាទកាត់តិចកន្លែងហ្នឹងបាទចាប់ផ្ដើមមូខ្សែអីរួចរាល់ហើយចាប់ផ្ដើមមើលភ្លើងមើលអីបាទយើងចាប់ផ្ដើមទួងមើលភ្លើងមកឆេះបាទយើងឆេះមកដើម្បីមើលភ្លើងតើវាមានភ្លើងមកឬក៏អត់មានយើងដូរដុំភ្លើងថ្មីបងប្អូនអរគ្នាឥឡូវចាប់ផ្ដើមមើលហើយបាទគឺមានភ្លើង12ខ្សែបាទភ្លើងដែលយើងត្រូវមើលនោះគឺមើលខ្សែពណ៌សខ្សែសគឺភ្លើងសាកចូលទៅអាគុយបាទហើយមួយទៀតគឺខ្សែពណ៌លឿងបាទខ្សែពណ៌លឿងគឺខ្សែប្រើហ្វាបាទចែកទៅហ្វាបាទឥឡូវភ្លើងយើងបានដល់លើហើយមកដល់លើហើយគឺភ្លើងហ្វាហ្នឹងគឺភ្លឺហើយបាទទៀបខ្ពស់កូតឥឡូវវាភ្លឺរួចរាល់ហើយបាទកន្លែងហ្នឹងក៏យើងចាប់ផ្ដើមដាក់បញ្ចូលទៅវិញរួចរាល់ហើយក៏យើងថែមភ្លើងគុជមួយគ្រាប់ទៀតបាទគឺដាក់ចំកន្លែងនេះបងប្អូនបាទគឺគ្រាប់ស្អាតណាភ្លើងគុជនេះបាទគឺថាដាក់ភ្លើងចេញពីអាគុយវិញគឺថាភ្លឺចាច់តែហ្មងបាទអត់មានព្រួយ